ស្វាគមន៍មកកាន់កោះទទឹងប្លុកភាគ2ចា first impression ពេលមកដល់កោះទទឹងគឺមានអារម្មណ៍ថាកក់ក្ដៅបាត់ទៅអ្នកណាមិនរំភើបបើគេមកទទួលយើងចឹងអីនេះមិនត្រឹមតែបុគ្គលិកមកទទួលទេចាគឺ general manager មកទទួលផ្ទាល់ទេអ្នកនរគ្នាមានអារម្មណ៍ថាកក់ក្ដៅហើយរំភើបខ្លាំងមែនតើហើយគាត់រស់រាយហើយខ្ជូតខ្លាំងណាសំខាន់នៅកោះទទឹងមានផែខ្លួនឯងគ្រាន់តែចុះពីទូកឡើងបាគីជិះមកផ្លែតដល់កន្លែង lobby យំមកដល់គឺដូច passenger princess ចឹងគេឲ្យគេសែងតិចឲ្យ welcome drink ហើយ welcome drink គេគឺទឹកខ្ញីលាយជាមួយកុលក្រៃផឹកទៅឡើង refresh ហ្មងហើយនេះគឺជា villa ដែលខ្ញុំស្នាក់នៅពួកខ្ញុំមកគ្នាច្រើនអញ្ចឹងខ្ញុំយក villa ដែលមានបន្ទប់ច្រើនបន្ទាប់មក activity ដំបូងដែលពួកខ្ញុំបានធ្វើគឺខ្ញុំជិះ backy jungle trail នៅជុំវិញកោះហ្នឹងដូចយើងជិះនៅក្នុងព្រៃអញ្ចឹងចាទួលរសជាតិបានពីរបានទាំងកោះទាំងសមុទ្រទាំងព្រៃភ្នំអញ្ចឹង3ហើយកុំភ័យអត់ wifi នៅនឹងមកកោះហ្នឹងគឺ wifi គ្រប់កន្លែង activity ទី2គឺមកមើល The Sun Tower នៅនេះគេមាន4ជាន់ជាន់ទី1គឺជាបណ្ណាល័យសម្រាប់អ្នកចូលចិត្តអានសៀវភៅបែបស្ងប់ស្ងាត់ហើយជាន់ទី2គឺគេមានកន្លែងហាត់ប្រាណស្ដាយអត់បានដាក់ការហាត់ប្រាណមកកុំអីបានបទពិសោធន៍ហាត់ប្រាណនៅលើកោះហាវាប្លែកខុសពីហាត់ប្រាណនៅភ្នំពេញមិនចឹងមើល view គេហើយឡើងទៅជាន់ទី3គឺបន្ទប់ head yoga ហើយអត់តន់អស់ឯណានៅជាន់លើមួយទៀតជាន់លើគេនេះខ្ញុំមិនដឹងថាហៅគេដែរប៉ុន្តែគេមានសាឡុងច្រើនអង្គុយលេងអីចឹងហើយសាឡុងគេនឹងទុនអង្គុយស្រួលហ្មង activity ទី3គឺ golden hour ឥឡូវនេះពួកយើងមកមើលថ្ងៃលិចសម្រាប់អ្នកចូលចិត្តថ្ងៃលិចគឺត្រូវហ្មងហើយកន្លែងនេះមើលថ្ងៃលិចហើយគឺយើងដើរតាមឆ្នេរហ្នឹងគេមានផ្លូវដើររហូតទៅដល់ restaurant វិញ activity ទី4គឺញ៉ាំអាហារពេលល្ងាចជុំគ្នាមកដល់ restaurant ឃើញគេដាក់ភ្លើងជ័យធ្វើពីស្ពាន់ឡងធំនៅមុខហ្នឹងអារម្មណ៍ដើរចូល restaurant ពេលហ្នឹងគឺដូចឆ្លងសម័យកាលចឹងទៅដល់ឃើញថូមួយធ្វើពីប្រាក់ឡងធំដែលវត្ថុទាំងអស់នេះខ្ញុំអត់ដែលឃើញពីមុនមកនៅទីនេះគឺបានបង្ហាញពីវប្បធម៌និងអរិយធម៌របស់ខ្មែរយើងហើយនេះគឺជាអាហារពេលល្ងាចរបស់ពួកខ្ញុំទីនេះមិនបាច់បារម្ភថាអត់មានអីញ៉ាំទេមកដល់ activity ទី4គឺ beach bar my favorite part ហើយ cocktail អីក៏មានដែរអ្នកទាំងអស់គ្នានេះគឺជា night fly នៅកោះទទឹង resort vlog ភាគ2មានតែប៉ុណ្្នឹងទេនៅមាន activity ជាច្រើនទៀតរងចាំមើលនៅភាគបន្ត